ជាចុងក្រោយនេះខ្ញុំបុគ្គលអាត្មាភាពក៏សូមធ្វើវីដេអូនេះឡើងដើម្បីធ្វើការថ្លែងអំណរអគុណដល់ញាតិញោមដែលរស់នៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាដែលមានសទ្ធាជ្រះថ្លាបានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនឧបត្ថម្ភដល់មូលនិធិបញ្ញាសកលតាមរយៈគ្រូសត្ថាមនីសូមបញ្ញាដែលជាប្រប្រធាននៃមូលនិធិដើម្បីឲ្យអង្គខ្ញុំបុគ្គលអាត្មាភាពចាត់ចែងជាវនូសម្ភារៈដើម្បីយកទៅជូនដល់ញាតិញោមដែលកំពុងតែមានការខ្វះខាតនាពេលបច្ចុប្បន្ននេះហើយចំពោះញាតិញោមដែលមានសទ្ធាជ្រះថ្លាដែលរស់នៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាមានដូចជាទី1លោកសារ៉ឺតនិងភរិយាអ្នកស្រីសុខញ្ញាព្រមទាំងកូនកូន$100រដ្ឋ Rhode Island សហរដ្ឋអាមេរិកទី2អ្នកស្រីណុកណាវនិងស្វាមីលោកប៉ើកកូយព្រមទាំងកូនចៅ$100រដ្ឋ Rhode Island សហរដ្ឋអាមេរិកទី3ឧបាសិកាលីវ៉តនិងក្រុមគ្រួសារ$186កាណាដាទី4ឧបាសិកាសួរសុខុមនិងក្រុមគ្រួសារ$100កាណាដាទី5ម្ចាស់សទ្ធាតាំងសៀង$200កាណាដាទី6ម្ចាស់សទ្ធាអោកំប៉ុក$75កាណាដាទី7ម្ចាស់សទ្ធាតោសវណ្ណាត$30កាណាដាទី8ម្ចាស់សទ្ធាស្រីរតហៀជួ$30កាណាដាទី9ម្ចាស់សទ្ធាមុំថា$10កាណាដាទី10ម្ចាស់សទ្ធាសុទ្ធាឧត្តម$5កាណាដា11ម្ចាស់សទ្ធាចំណានទេព$10កាណាដា12ម្ចាស់សទ្ធាទេពឈុំ$20កាណាដា13ម្ចាស់សទ្ធាផានរ៉េត$10កាណាដា14ម្ចាស់សទ្ធាហ៊ុនហេងឆាងរ៉ម$70កាណាដា15ម្ចាស់សទ្ធាផលីធាវីដារ៉ូ$30កាណាដា16ម្ចាស់សទ្ធាគំលៀង$50កាណាដា17ម្ចាស់សទ្ធាពូមួយ$20កាណាដា18ម្ចាស់សទ្ធាមុនថាទឹក$20កាណាដា19ម្ចាស់សទ្ធាថៅសរៀបនិងកូនចៅ$100កាណាដា20ម្ចាស់សទ្ធាតោសវណ្ណាត$80កាណាដា21ក្រុមគ្រួសារបងប្អូនលោកអឹងជំងឺណា$300កាណាដាទាំងនេះគឺជាឈ្មោះរបស់ញាតិញោមក៏ដែលរស់នៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាដែលគាត់មានសទ្ធាជ្រះថ្លាបានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួននេះដើម្បីអង្គខ្ញុំគណៈអាត្មាភាពចាត់ចែងជាវនូសម្ភារៈជួយដល់ញាតិញោមដែលគាត់កំពុងតែមានការខ្វះខាតនាពេលបច្ចុប្បន្ននេះដូច្នេះអង្គខ្ញុំគណៈអាត្មាភាពក៏មានអ្វីជាបដិការៈតបស្នងឆ្លងនៅសទ្ធាទឹកចិត្តរបស់ញាតិញោមទាំងអស់ដែរគឺមានតែពាក្យណាបួងសួងទៅដល់ពពួកទេវតាទាំងឡាយនៅក្នុងចក្រវាលយ៉ាងនេះសូមជួយបីបាច់ថែរក្សាដល់ក្រុមគ្រួសាររបស់ញោមឲ្យបាននូវសេចក្តីសុខសេចក្តីចម្រើនជាពិសេសជៀសផុតអំពីជំងឺ COVID-19 ហើយសូមមកជួបទៅនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយហើយម្យ៉ាងទៀតចំពោះបកណាម្ចាស់ក៏ដូចជាញាតិញោមណាបើសិនជាមានសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភដល់មូលនិធិបញ្ញាសកលក៏ដូចជាមានសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភដល់ក្រុមគ្រួសារខាងលើសម្រាប់ញាតិញោមនៅស្រុកខ្មែរគឺអាចទំនាក់ទំនងមកអង្គខ្ញុំគណៈអាត្មាភាពបានដល់អង្គខ្ញុំគណៈអាត្មាភាពគង់នៅក្នុងកុដិលេខ1វត្តបទុមរតនដេកដោះក្រុងកំពង់ចាមខេត្តកំពង់ចាមឬក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាន088 25 18 935ឬក៏អាចទំនាក់ទំនងតាមរយៈឆាតដែល account Facebook អង្គខ្ញុំគណៈអាត្មាភាពមានឈ្មោះថាសុយសេងជា account ដែលបង្ហោះនៅ clip វីដេអូនេះឯងហើយចំពោះបកណាម្ចាស់ក៏ដូចជាញាតិញោមដែលគង់នឹងរស់នៅសហរដ្ឋអាមេរិកគឺអាចទំនាក់ទំនងទៅព្រះគ្រូសត្ថាមនីសូមបញ្ញាបានដោយព្រះអង្គគ្រូគង់នៅក្រុង Providence Rhode Island សហរដ្ឋអាមេរិកបើដោយឆាតរបស់ព្រះអង្គគ្រូក៏ដូចជា account របស់ព្រះអង្គគ្រូមាននាមថាសត្ថាមនីសូមបញ្ញាហើយសម្រាប់ញាតិញោមក៏ដូចជាបកណាម្ចាស់ដែលគង់នឹងរស់នៅប្រទេសកាណាដាសម្រាប់ទីក្រុងម៉ុងត្រេអាល់ខេត្តកេបិចប្រទេសកាណាដាគឺអាចទំនាក់ទំនងទៅញោមឧបាសិកាលីវ៉តបានបើដោយ Facebook របស់ញោមមានឈ្មោះថា Wordly ដែលមានលេខទូរស័ព្ទ438 504 8809ហើយចំពោះញោមណាមួយទៀតគឺញោមឧបាសិកាសួរសុខុមដែលញោមរស់នៅក្នុងទីក្រុងម៉ុងត្រេអាល់ខេត្តកេបិចប្រទេសកាណាដាដូចគ្នាប្រកាសណាម្ចាស់គ្រប់ព្រះអង្គញាតិញោមក៏អាចទំនាក់ទំនងទៅញោមស្រីបានដោយលេខទូរស័ព្ទរបស់ញោមមាន514 237 9643ទាំងអស់នេះគឺជាឈ្មោះរបស់បគ្រូសត្ថាមនីសូមបញ្ញាក៏ដូចជាញាតិញោមដែលនៅសហរដ្ឋអាមេរិកសម្រាប់ញាតិញោមនិងបកណាម្ចាស់បើសិនជាមានបំណងជ្រះថ្លាគឺអាចទំនាក់ទំនងទៅព្រះអង្គគ្រូនិងញោមបានហើយសម្រាប់ស្រុកខ្មែរគឺអាចទំនាក់ទំនងមកអង្គខ្ញុំគណៈអាត្មាភាពដោយលេខទូរស័ព្ទហើយនឹងទីតាំងអង្គខ្ញុំគណៈអាត្មាបានប្រកាសនៅខាងដើមរួចហើយ
ជាចុងក្រោយក៏សូមប្រគិនពរដល់ប្រកាសណាម្ចាស់ក៏ដូចជាញាតិញោមដែលទស្សនានៅคลิปវីដេអូនេះហើយក៏សូមឲ្យបាននូវសេចក្តីសុខសេចក្តីចម្រើនជួបនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡាយក៏សូមអរព្រះគុណនិងសូមអរគុណ